នេះអង្គុយសក់មានណាក្មួយខ្ញុំទាំងមួយទាំងពីរហ្នឹងទាញដៃប្រាប់ថាឲ្យទៅជួប Spider-Man ហើយសនុកខុងនៅជិះនៅ Roland សំខាន់សនុកខុង Spider-Man អីគេហ្នឹងគឺនៅខោ play ខោមួកន្លែងចាប់តុក្កតាលេងហ្គេមហ្នឹងទៀតស្រាប់តែទៅដល់មានតែបានជួប Spider-Man សនុកខុងអីអត់ឃើញផងមានណាជាប់អន្ទាក់ក្មួយវាបោកឲ្យទិញកាក់ឲ្យវាលេងហ្គេមបដ អញ្ចឹងហើយឈលតែនាំមកហើយគឺត្រូវតែទិញឲ្យពួកគាត់លេងហ្នឹងហើយសំខាន់លេងតាំងពីពាក់វិជើងដល់វិជើងសំខាន់លេងហ្គេមប្រើកុសក្បាលគិតមួយឈុំហ្នឹងងុំប្រើដៃប្រើជើងចេញបារមីមកពីខាងណាខាងណីទេហើយពេលទិញហ្នឹងគឺឲ្យម្នាក់តែ25 token សម្រាប់លេងទេហើយអ្នកទាំងអស់គ្នាដឹងហើយក្មួយខ្ញុំអាធំមួយឈុំហ្នឹងងុំអាទូចនេះគឺថាកំពូលមនុស្សម្ដងគឺជាប់អន្ទាក់កន្លែងខ្លម៉ាស៊ីនចាប់តុក្កតានេះគឺថាចាប់បានឡើងពេញកធေါ်និយាយទៅគឺថាពីរអ្នកហ្នឹងគឺជំនាញតិចនិចខាងចាប់តុក្កតាមកដោយសារចាប់ពេកឥឡូវខ្ញុំឃើញពួកវាចាប់បានអញ្ចឹងខ្ញុំមិនអស់ចិត្តមកចាប់ខ្លួនឯងម្ដងដំបូងគឺថាស្រួលចេះចាប់ទៅដឹងតែបានមកមានណាចិត្ត10កាក់ជាងតែឯងចាប់នៅតែអត់បានមើលតនេអីលួចមកលេងឲ្យចេះកុំឲ្យក្មួយដឹងមកពងតែលេងហ្នឹងគឺខ្ញុំកាសសួរពីអ្នកហ្នឹងរហូតថាបានជួប Spider-Man ហើយសនុកខុងនៅហើយក្មួយខ្ញុំថានៅទេអញ្ចឹងសុំថែម50កាក់ទៀតមកហើយសារនេះគឺគេនាំបងប្អូនគេហ្នឹងមកលេងអាម៉ាស៊ីនចាប់យក ticket នេះម្ដងនិយាយទៅគឺថារឿងចាប់តុក្កតាលេងហ្គេមនេះគឺពីអ្នកក្មួយខ្ញុំនេះគឺមានដងពីទូចមកបដ សំខាន់នាំមកចាប់កន្លែងសាប៊ូហ្គេមសាប៊ូអីអញ្ចេះទៀតគឺថាធៀបលុយតែចៃដន្យអីគឺនៅនេះបើបាន ticket កាន់តែច្រើនគឺមានឱកាសដូរយក1បានកាន់តែច្រើនខ្ញុំវិញគឺថាជក់មើលតែគេលេងទេដោយសារអ្នកនៅនឹងគាត់ប្រកែគាត់ចាប់បាន ticket ច្រើនមែនបងអូនអ្នកលេងហ្គេមដល់ពេលបងនោះគឺថាអង្គុយប្រម៉ូ ticket ប្រម៉ូយកមកដោយសារតែបានច្រើនពេកហើយកន្លែងដែលខ្ញុំនាំក្មួយខ្ញុំមកលេងនេះគឺមានឈ្មោះថា Cow Play ខោមូទីតាំងគឺស្ថិតនៅជីបម៉ុងនៅ Roland ទៅនៅនេះគឺថាសាប៊ូកន្លែងលេងមែនតើមិនថាខ្លោម៉ាស៊ីនចាប់តុក្កតាម៉ាស៊ីនចាប់យក ticket អីក៏សាប៊ូដែរមកទៅគឺសាប៊ូហ្គេមខ្លាំងហ្មងបើសិនជាអ្នកនរគ្នាមកជាក្រុមទៀតគឺលេងជាក្រុមលេងជា team គឺកាន់តែសប្បាយហើយបញ្ញពី ticket ដែលអ្នកនរគ្នាលេងបានគឺអាចដូរយក1បានច្រើនមែនតើទៅដល់គឺយើងលេងហើយសំ ticket ដែលបានច្រើនគឺយើងអាចដូរបានរបស់ច្រើនមែនតើចំពោះ machine តែយើងដូរជាមួយ ticket នឹងមានតាំងពីតុក្កតាបលាញ់បុកឆ្នាំងបាយឆ្នាំអគិសនីទៅគ្រប់សពហើយ1ធំគេនឹងគឺមាសអ្នកនរគ្នាមាសមែនតើមិនមាសលេងហើយតិចថាអត់ដែរមានអ្នកត្រូវទៅគឺមានអ្នកនរគ្នាដូចបងស្រីនេះចឹងគឺគាត់ឈ្នះពិតហ្មងហើយពីមាសនឹងគឺយើងមានដូរយកលុយដូចជា$100 $50 $1អីចឹងទៅតាមបន្ទុករបស់គេចឹងមកលើកនេះគឺថាក្មួយនាំមិញមកណាតែបើថាលើកក្រោយគឺមិញអ្នកនាំក្មួយមកម្ដងអញ្ចឹងបើថាអ្នកនរគ្នាអត់ដឹងទៅណាសារអាទិត្យអីហ្នឹងអាចទៅលេងហ្គេមចាប់តុក្កតានៅខោ play ខោមកបាន